បាទគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំសូមបន្តមេរៀនពីថ្ងៃមុនយូរដែរហើយដោយសារខ្ញុំជាប់រវល់ការងារផ្ទាល់ខ្លួនចឹងខ្ញុំមិនបានធ្វើវីដេអូបង្រៀនពីរបៀបប្រើប្រាស់ drone ដល់បងប្អូនទាំងអស់គ្នាទៀតចឹងថ្ងៃនេះខ្ញុំសូមបន្តវីដេអូរបស់ខ្ញុំពីរបៀបការប្រើប្រាស់របស់ drone DJI T20P បាទសម្រាប់ T20P នេះបងប្អូនឲ្យតែចេះប្រើ T20P ដូចជាចេះប្រើ T40 T50 T60 ចឹងបាទថ្ងៃនេះខ្ញុំសូមលើកយកមកបង្រៀនពីរបៀបគូសប្លង់បាទចឹងកុំឲ្យខាត់ពេលយូរតើយើងចូលទៅប្រើប្រាស់ទាំងអស់គ្នាបាទយើងយក tele មកដើម្បីចុចកុងតាក់បើកគ្រឿង tele ដើម្បីចូលទៅកាន់កម្មវិធី DJI របៀបបើកគឺខ្ញុំធ្លាប់ប្រាប់ហើយគឺយើងចុចទៅលើកុងតាក់ចុចឲ្យចេញភ្លើងបៃតងសិនមកហើយយើងចុចselect លើវា2ដងជាប់គ្នាទៅគឺបើកគ្រឿងចូលម្ដងនេះគឺយើងចូលចំណុចចាប់ផ្ដើមបាទចូលទៅយើងរងចាំសេវាកែរណបវាសិនបាទដើម្បីឲ្យយើងចាប់រូបភាពច្បាស់ពីដីស្រែចម្ការដែលយើងចង់គូសប្លង់ហ្នឹងយើងរងចាំបន្តិចទៀតវានឹងមានសេវាបាទវាលោតរូបភាពរបស់យើងហើយប៉ុន្តែក៏វាមិនទាន់មានសេវាល្អសម្រាប់ឲ្យយើងនឹងគូសប្លង់បានដែរអញ្ចឹងរងចាំបន្តិចទៀតបាទសម្រាប់សេវារបស់យើងគឺវាលោតពណ៌ខៀវហើយបាទមាន9ហើយប៉ុណ្ណឹងក៏វានៅមិនទាន់បានល្អប្រហែលដែរវារងចាំវាឲ្យលោតដល់10ជាង18 19អីចឹងទៅបានដើម្បីកុំឲ្យលំអៀងចរត់ទៅលិចទៅកាត់អីចឹងទៅណាបងប្អូនហ្នឹងហើយកាលណាតែសេវាវាល្អយើងគូសប្លង់ទៅវាអត់លំអៀងទៅលិចលំអៀងទៅកាត់ចឹងទៅយើងធ្វើការស្រួលបាទហើយសម្រាប់របៀបគូសប្លង់នេះគឺយើងមាន3របៀបពុកម៉ែបងប្អូនហើយរបៀបទី1គឺយើងមិនចាំបាច់ដើរវាស់វែងអីទេគឺយើងអង្គុយមកកន្លែងគឺយើងបើក tele ឲ្យតែមានសេវាមកគឺយើងអាចគូសប្លង់ទៅបានបងប្អូនហើយរបៀបទី2ហ្នឹងគឺយើងដើរគូសពីចំណុច1ទៅចំណុច1ទៅតាមសាច់ដីដែលយើងត្រូវគូសដើម្បីយកមកធ្វើការសម្រាប់ចំណុចទី3វិញគឺយើងហោះហើរ drone ដើម្បីគូសវាស់វែងប្លង់ប្រើប្រាស់ drone ហោះហើរដើម្បីគូសប្លង់បាទឥឡូវសេវារបស់យើងមានល្អប្រសើរហើយបាទគឺ15 16នេះគឺយើងអាចគូសបានហើយរបៀបគូសប្លង់ទី1យើងមិនចាំបាច់ចូលទៅយកមុខងារវាទេ option វាទេយើងគ្រាន់តែបើកមកភ្លាមគឺវាអនុញ្ញាតឲ្យយើងប្រើប្រាស់នៅពីរបៀបទី1ហ្នឹងបាទហើយបងប្អូនចុចតាមខ្ញុំមកហើយបងប្អូនចូលទៅបើកកែរណបខាងលើហ្នឹងមកបើកកុងតាក់វាអញ្ចឹងមកដើម្បីកុំឲ្យវង្វេងព្រោះនៅក្នុង tele វាពេលខ្លះយើងពិបាកមើលអញ្ចឹងដើម្បីឲ្យដឹងថាកន្លែងយើងឈួរនៅកន្លែងណាហើយចំណុចពណ៌ខៀវហ្នឹងគឺជាចំណុចដែលយើងកំពុងតែឈួរនៅនេះបងប្អូននៅពេលដែលយើងបើកកែរណបហ្នឹងហើយអញ្ចឹង tele យើងដាក់ស្របខ្លួនយើងមកបាទយើងពវល់ឡើងចោលចឹងដើម្បីឲ្យដឹងថាយើងនៅទិសណាសាច់ដីដែលយើងត្រូវវាស់ហ្នឹងនៅខាងណាអញ្ចឹងបាទឥឡូវនេះយើងអនុវត្តចាប់ផ្ដើមគូសប្លង់ទាំងអស់គ្នាមកបាទអញ្ចឹងបងប្អូនអូសប្លង់ដីនៅក្នុង tele ហ្នឹងអូសទៅដាក់ចំចំណុចរ៉ាដាហើយបងប្អូនចុចពាក្យបន្ថែមអនុវត្តតាមខ្ញុំមួយមកបងប្អូនទៅប្លង់ដីហ្នឹងបាទអូសចឹងមកអូប្លង់ដីដាក់ចំចំណុចរ៉ាដាចឹងមកបាទយើងបន្ថែមអូទៅមកចំណុចទៀតយើងចុចពាក្យបន្ថែមទៀតចឹងមកបាទអូគ្រប់ជ្រុងស្រែដែលយើងត្រូវគូសហ្នឹងបងប្អូនបាទចឹងមកចឹងប៉ុណ្ណេះយើងបានប្លង់មួយបងប្អូនចឹងសាច់ដីដែលយើងបានហ្នឹងគឺមហាត់ 10A បាទបងប្អូនក៏លេខទៅមើលផ្ទៃខាងលើបងប្អូនកន្លែងតំបន់ទីវាលហ្នឹង 1.1 អាហ្នឹងមានន័យថាយើងប្លង់យើងបានមហាត់ 10A បាទបន្ទាប់ពីយើងបានគូសប្លង់រួចហើយបងប្អូនត្រូវចូលទៅលុបឧបសគ្គដើមឈើដែលនៅក្នុងស្រែនិងជាប់ភ្លឺស្រែដើម្បីកុំឲ្យវាមានការរាំងស្ទះដល់ការងារហោះហើររបស់ drone អញ្ចឹងបងប្អូនចុចលើចំណុចពណ៌ស្វាយនឹងមកដើម្បីចូលទៅយក option លុបឧបសគ្គលុបដើមឈើនឹងចោលបងប្អូនហើយសម្រាប់ option លុបឧបសគ្គនឹងក៏មាន2វិធីទី1បងប្អូនមើលទៅលើចំណុចពណ៌ក្រហមចំណុចឧបសគ្គហ្នឹងបងប្អូនគឺមានន័យថាយើងលុបជុំវិញដើមឈើបងប្អូនគឺយើងចុចមួយចំណុចខ្វៀលឆ្វែលដើមឈើនឹងមួយជុំនឹងឲ្យអស់ហើយសម្រាប់វិធីទី2ហ្នឹងវាកាន់តែងាយស្រួលជាងវិធីទី1ទៅទៀតបងប្អូនជ្រើសយកពាក្យជុំចំណុចពណ៌ក្រហមសើហ្នឹងដែលនៅក្រោមចំណុចពណ៌ក្រហមដិតហ្នឹងមកយើងនឹងបានវិធីទី2ដើម្បីចូលទៅលើឧបសគ្គហ្នឹងគឺវាងាយស្រួលត្រង់ថាយើងមិនបាច់ចាំចុចបតក់ឆ្វ
ឆ្វែលខ្វៀលជុំវិញដើមឈើនឹងទេយើងគ្រាន់តែចុចបន្តចំចំណុចកណ្ដាលដើមឈើនឹងមកហើយយើងទាញពង្រីកគម្លាតវាពីដើមឈើនឹងឆ្ងាយមកដើម្បីធ្វើម៉េចយើងមើលមិនឲ្យវាឆ្ងាយពីដើមឈើ6ម៉ែត្រកន្លះអញ្ចឹងទៅដើម្បីកុំឲ្យដ្រូនហោះហើរមកជាប់វានាំបង្កការរាំងស្ទះដល់ការងាររបស់យើងហ្នឹងហើយបងប្អូនអញ្ចឹងយើងទៅលុបពីរបៀបទី1សិនមកលុបឧបសគ្គហ្នឹងហើយយើងអូសចំណុចឧបសគ្គនៅចំចំណុចរ៉ាដាហ្នឹងមកហើយយើងចុចបន្តមួយឆ្វែលដើមឈើហ្នឹងរូបខ្មៅហ្នឹងគឺជារូបដើមឈើបងប្អូនគឺយើងកត់សម្គាល់ថាជារូបដើមឈើហ្នឹងហើយយើងឆ្វែលវាអស់ចឹងមកហ្នឹងប៉ុណ្ណេះមកគឺយើងបានឧបសគ្គមួយហើយបន្ទាប់មកបងប្អូនចូលទៅយកចំណុចលុបឧបសគ្គទី2ហ្នឹងហើយអញ្ចឹងខ្ញុំឧទាហរណ៍កន្លែងនេះខ្ញុំឧទាហរណ៍ថាកន្លែងនេះជាឧបសគ្គចោះតែវាការពិតវាមិនមែនជាឧបសគ្គទេអញ្ចឹងយើងដាក់ឲ្យចំចំណុចកណ្ដាលហ្នឹងមកយើងស៊ូមវាបន្តិចដើម្បីស្រួលមើលហើយយើងបន្តចំចំណុចពណ៌ក្រហមនៅជាខាងគៀនហ្នឹងចេញពណ៌បៃតងចឹងមកយើងបរិចទំហំគម្លាតវាហ្នឹងហើយប៉ុណ្ណឹងមកយើងបានឧបសគ្គមួយទៀតហើយបាទប៉ុណ្ណឹងនៅមិនតន់អស់ហើយបងប្អូនចឹងខ្ញុំទៅប្រាប់មួយចំណុចទៀតនៅខាងក្រោមឧបសគ្គរង្វង់មូលហ្នឹងគឺមានចំណុចពណ៌សដែលគេដាក់ថាតំបន់មិនបាញ់ទឹកអញ្ចឹងយើងចូលទៅយកតំបន់មិនបាញ់ទឹកហ្នឹងមកដើម្បីយើងលុបកន្លែងដែលយើងមិនចង់ឲ្យចេញទឹកអញ្ចឹងវាអត់មានអីពិបាកទេបងប្អូនយើងលុបកន្លែងតំបន់មិនចេញទឹកហ្នឹងដូចយើងលុបឧបសគ្គអញ្ចឹងបាទយកអូរ៉ាដាទៅដាក់ចំណុចដែលយើងចង់លុបហ្នឹងដាក់វាដៅវាម្ដងមួយបន្ថែមវាម្ដងមួយអញ្ចឹងទៅបាទប៉ុណ្ណឹងទៅរួចរាល់ហើយខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចចំពោះតំបន់មិនបាញ់ទឹកនិងតំបន់ឧបសគ្គតំបន់មិនបាញ់ទឹកគឺមានន័យថាដ្រូនអាចហោះហើរឆ្លងកាត់នៅលើតំបន់នឹងបានប៉ុន្តែដល់កន្លែងតំបន់មិនបាញ់ទឹកហ្នឹងគឺវាអត់បាញ់ទឹកទេបងប្អូនគឺវាអត់សាច់ទឹកចេញមកក្រៅទេប៉ុន្តែសម្រាប់តំបន់ឧបសគ្គវិញគឺដ្រូនអត់អាចហោះឆ្លងកាត់នៅលើតំបន់ឧបសគ្គនឹងបានទេដល់កន្លែងតំបន់ឧបសគ្គដែលយើងលុបហ្នឹងគឺវាហោះខ្វែលជុំវិញហ្នឹងបាទវាហោះឆ្លងកាត់អត់កើតទេចឹងបន្ទាប់ពីយើងបានគូសប្លង់និងលុបឧបសគ្គរួចរាល់ហើយបងប្អូនចុចបញ្ជាក់វាមកដើម្បីរក្សាវាទុកហើយគឺវាលោតផ្ទាំងបែបនេះឲ្យយើងអញ្ចឹងយើងចុចទៅលើពាក្យកន្លែងបញ្ចូលឈ្មោះហ្នឹងមកកន្លែងទីវាលហ្នឹងមកយើងដាក់ឈ្មោះម្ចាស់ស្រែឧទាហរណ៍ខ្ញុំដាក់ចេះចុះ01អញ្ចឹងទៅហើយសម្រាប់តនេះគឺគេឲ្យយើងដាក់ទៅលើដំណាំស្រូវដំណាំចំការអីអញ្ចឹងទៅឈ្មោះដំណាំតែយល់ល្អយើងមិនបាច់ចំដាក់ក៏បានណាវាមិនមែនជាការចាំបាច់អីផងហ្នឹងហើយបន្ទាប់ពីយើងរើសដំណាំដែលយើងត្រូវបានបាញ់នឹងមកយើងចុចរក្សាវាទុកគឺរួចរាល់ហើយចឹងប្លង់ហ្នឹងយើងនៅមួយតង់ទៀតគឺយើងត្រូវកែទឹកកែលបឿនកែកម្ពស់បាទកម្លាតជុំវិញស្រែគឺមានតែប៉ុណ្្នឹងបងប្អូនចឹងយើងជួបគ្នានៅវីដេអូក្រោយទៀត